វត្តស៊ីមឿងគឺជាវត្តមួយក្នុងរដ្ឋធានីវិលច័ន្ទដែលមានឈ្មោះល្បីជាយូរមកហើយវត្តនេះមានប្រវត្តិដ៏ល្បីដែលត្រូវបានប្រជាជនឡាវជាច្រើនដឹងរឿងនិងរៀបរាប់ថានៅពេលដែលប្រជាជនឡាវសម័យដើមពេលរជ្ជកាលកំពុងធ្វើពិធីដាក់ថ្មគ្រឹះទីក្រុងក្នុងឆ្នាំ1563នៅពេលនោះក៏មានស្ត្រីមានផ្ទៃពោះម្នាក់ឈ្មោះស៊ីមឿងបានធ្វើអត្តឃាតដោយលោតចូលទៅក្នុងរណ្ដៅនោះហើយក៏ត្រូវបានគេបញ្ចុះជាមួយថ្មគ្រឹះទីក្រុងតែម្ដងក្រោយមកក៏វត្តនេះក៏យកឈ្មោះស្ត្រីឈ្មោះស៊ីមឿងដាក់ឈ្មោះថាវត្តស៊ីមឿងរហូតដល់បច្ចុប្បន្ននេះប្រជាជនឡាវល្បីតនេះថាស័ក្តិសិទ្ធិណាស់បន់ស្រន់តែមកដោយបំណងក៏ប៉ុន្តែក៏មានអ្នកខ្លះនិយាយតគ្នាថាបើបន់ស្រន់សុំសេចក្តីសុខរកស៊ីមានបានតែមិនដោយបំណងតែបើបន់ស្រន់រឿងស្នេហានឹងត្រូវបែកបាក់គ្នាមិនខានបាទនេះគឺជាជំនឿដែលប្រជាជនឡាវពោលតគ្នាបាទនេះគឺសកម្មភាពរបស់ប្រជាជនឡាវនាំគ្នាទៅបន់ស្រន់លោកយាយស៊ីមឿងបាទបន្តគ្នាមិនដាច់ទេបាទបើថ្ងៃសិលច្រើនណាស់បាទនេះទស្សនភាពខាងក្នុងវត្តម្ដងបាទឃើញមានជនបរទេសក៏ជឿដែរបាទកំពុងសុំទឹកមុនពីលោកព្រះសង្ឃព្រះសង្ឃក៏គង់នៅនោះដែរបាទវត្តហ្នឹងវត្តស៊ីមឿងបាទនេះគឺរូបសំណាករបស់លោកយាយស៊ីមឿងបាទនេះដែលជឿថាស័ក្តិសិទ្ធិខ្លាំងណាស់បាទនេះគឺថ្មគ្រឹះទីក្រុងបាទដែលគេជីករណ្ដៅហើយដែលគេជឿថាលោកយាយលោតចូលរណ្ដៅហើយត្រូវបានថ្មគ្រឹះនេះឯងបាទសង្កត់ពីលើហើយត្រូវបានគេបញ្ចុះជាមួយតែម្ដងបាទប្រជាជនឡាវជឿណាបាទជឿពួកគាត់មកបន់ស្រន់សុំសេចក្តីសុខសេចក្តីចម្រើនបាទនេះគឺជាកន្លែងដែរកន្លែងមួយដែរកន្លែងទីសក្ការៈបូជាបាទរបស់លោកយាយបាទលោកយាយស៊ីមឿងដែររូបថតលោកយាយត្រូវបានគេដាក់តាំងបាទនៅមុខប្រាសាទថ្មបាយក្រៀមបាទនេះរូបបដិមាករដាក់តាំងនៅមុខប្រាសាទថ្មបាយក្រៀមបាទ